ក្នុងកិច្ចចុះប្រតិបត្តិការធ្វើការតាមដានស្រាវជ្រាវនឹងឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនយុវសិស្សម្នាក់នេះដែលមានឈ្មោះសុគន្ធរតនៈហៅគ្នឿអាយុ14ឆ្នាំត្រូវបានធ្វើឡើងកាលពីថ្ងៃទី18ខែមេសាឆ្នាំ2015កន្លងទៅស្ថិតនៅលើដងផ្លូវក្នុងភូមិត្រពាំងសេះសង្កាត់គោកចកក្រុងនៅខេត្តសៀមរាបទើបដល់រសៀលថ្ងៃទី20ខែមេសានេះសមត្ថកិច្ចបានបង្ហាញមុខយុវសិស្សដែលជាជនសង្ស័យដែលបានប្រព្រឹត្តក្នុងករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នៅសារធាតុញៀនដល់ក្រុមអ្នកយកព័ត៌មានលោកវរៈសេនីយ៍តូអ៊ុំស្អាតនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាននិយាយថាកម្លាំងនគរបាលជំនាញរបស់លោកបន្ទាប់ពីបានទទួលយកយុវសិស្សដែលជាជនសង្ស័យខាងលើពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចកក្រុងសៀមរាបដែលបានបង្ក្រាបបានរួចមកក្នុងថ្ងៃកាត់ហេតុខាងលើនោះទើបជាក់ស្ដែងយុវសិស្សដែលជាជនសង្ស័យម្នាក់នេះបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថារូបគេពិតជាបានប្រព្រឹត្តនៅករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នៅសារធាតុញៀនពិតប្រាកដមែនដោយលោកវរៈសេនីយ៍តូអ៊ុំស្អាតបានបន្តឲ្យដឹងទៀតថាបន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានធ្វើការសួរនាំចំពោះជនសង្ស័យហើយនោះសមត្ថកិច្ចយើងបានធ្វើការដកហូតបាននៅវត្ថុតាងដែលជាប់នឹងខ្លួនសង្ស័យបាននៅប្រភេទថ្នាំញៀនម៉ាតកមួយកញ្ចប់តូចនិងសម្ភារៈជាបំពង់បឺតកាត់មុខស្រួចមួយកំណាត់ផងដែរបច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងខេត្តសៀមរាបហើយដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្តខ្ញុំខេងខេមរាទូរទស្សន៍អប្សរាធ្វើសេចក្តីរាយការណ៍ពីខេត្តសៀមរាប